នេះមករៀបចំកែច្នៃម្ហូបឲ្យបងម៉ៃយកទៅធ្វើការទៀតហើយគាត់ថារៀងផ្លែជាងរដងតិចបងប្អូនដោយសារតែនៅកន្លែងធ្វើការគាត់ប្រាប់ខ្ញុំថាសឹងឲ្យ 80% អីគេញ៉ាំម្ហូបបួសអត់សូវមានគេញ៉ាំសាច់ទេចឹងហើយថ្ងៃនេះបងម៉ៃទៅធ្វើការក៏បានម្ហូបបួសយកទៅដែរគាត់ថាស្នាដៃប្រពន្ធនៅប៉ែកខាងអឺរ៉ុបនេះគឺគេញ៉ាំដលងបងប្អូនជំនួសឲ្យបាយគេអត់សូវញ៉ាំបាយទេញ៉ាំតែនំប៉័ងឬក៏ដលងចឹងទៅហើយថ្ងៃនេះខ្ញុំប្រើជាមួយនឹងដលងជ្វាហាន់វាវែងៗអញ្ចឹងណាយើងធ្វើរបៀបដូចដលងបំពងបងប្អូនប្រើដលងប្រាំងយើងធម្មតាក៏បានដែរអត់បញ្ហាទេខ្ញុំហាន់វាប្រទះអញ្ចឹងណាបងប្អូនហើយយើងទុកវាមួយឡែកសិនដើម្បីវារៀងស្ងួតពេលយើងចៀនទៅវាអត់ផ្ទុះក្នុងទូទឹកកកខ្ញុំក៏មានល្ពៅផងដែរអញ្ចឹងខ្ញុំក៏យកល្ពៅមកធ្វើលីចូលគ្នាជាមួយនឹងដលងជ្វាយើងនឹងឯងយើងហាន់របៀបដូចដលងប្រាំងបំពងបងប្អូន French fry ហ្នឹងបន្ទាប់មកខ្ញុំចាប់ផ្ដើមប្រឡាក់គ្រឿងមានម្សៅស៊ុបខ្នុរមានម្រេចហើយនិងម្សៅឆាយើងនឹងដាក់ចូលបន្តិចទៅបងប្អូនដើម្បីឲ្យវាស្ងួតដលងកុំឲ្យវាសើមចេញជាប់មកអីអញ្ចឹងណាពងឬក៏យើងដុតវាទៅគឺវាឆ្អិនហើយស្រួយល្អបន្ទាប់មកខ្ញុំចាប់ផ្ដើមហាន់ផ្សិតនេះគឺកូនផ្សិតផ្លូវមាន់ផ្សិតនេះឆ្ងាញ់ខ្លាំងបងប្អូនហើយវាច្របហើយរៀងស្វិតតិចសឹងថាខ្ញុំចូលចិត្តជាងសាច់ទៀតខ្ញុំធ្វើម្ហូបអីដែលអត់ដាក់សាច់គឺខ្ញុំតែងតែដាក់ផ្សិតហ្នឹងហើយពួកអីឆ្ងាញ់ណាស់បងប្អូនបន្ទាប់មកគឺមានតាហ៊ូខ្ញុំហាន់ដុំហើយនឹងស្លឹកខ្ទឹមបងឡើងខ្ញុំដាក់ចៀនតាហ៊ូសិនបងប្អូនព្រោះតាហ៊ូនេះតរៀងក្រៀមខាងក្រៅទន់ខាងក្នុងបានឆ្ងាញ់ឡប់ចុះឡើងមើលតតែក្រហមស្អាតទៅបើយើងស្រង់ឡើងហើយខ្ញុំដាក់ទ្រាប់កណ្ដាស់ពីក្រោមបន្តិចដើម្បីវាស្រក់ខ្លាញ់អស់ពេលយើងឆាទៅវាអត់សូវទៅលាន់ណាហូបនេះមិនបាច់ចាំថាតតប៊ូឲ្យបងប្អូនបើបងប្អូនចង់ញ៉ាំសាច់យើងហាន់សាច់ហើយដាក់ឆាចូលជាមួយទៅក៏អត់បញ្ហាទេហើយបើអត់ចូលចិត្តដលងបងប្អូនញ៉ាំមួយបាយទៅក៏ត្រូវដែរអញ្ចឹងគឺធ្វើបានច្រើនវិធីមែនតើសម្រាប់បងម៉ៃគឺខ្ញុំដាក់ដលងនឹងដុតក្នុងអូវ៉ាន់ឲ្យគាត់អត់បំពងឲ្យព្រោះឲ្យខ្លាញ់ច្រើនពេកយោហើយដលងនឹងយើងច្បល់ឲ្យបងប្អូនចង់បំពងក៏បានដែរចំណែកឆាផ្សិតវិញគឺឆាធម្មតាឆាផ្សិតឲ្យរៀងឆ្អិនសិនទៅទើបយើងដាក់តាហ៊ូដែលយើងចៀននឹងចូលទៅបងប្អូនថែមទឹកមកវេទៅទឹកស៊ុបក៏បានដែរហើយចាំយើងដាក់គ្រឿងចូលទៀតមានម្សៅស៊ុបស្ករទឹកស៊ីអ៊ីវប្រេងខ្យងទឹកត្រីបន្តិចទៅបានហើយបងប្អូនតែប៉ុណ្ណឹងគឺរួចរាល់ហើយច្បល់ឲ្យវាចូលជាតិតាហ៊ូនឹងចូលជាមួយគ្រឿងមួយអីអញ្ចឹងណាបានយើងថែមស្លឹកខ្ទឹមចូល20នាទីក្រោយដលងដុតរបស់យើងគឺរួចរាល់ហើយបងប្អូនដោយសារខ្ញុំហាន់វាទូចដែរអញ្ចឹងវាឆាប់ឆ្អិនទេដោយសារអត់សូវមានពេលបងប្អូនបំពងកាន់តែឆ្ងាញ់ទៀតគ្រាន់តែថាវារៀងខ្លាញ់ច្រើនបន្តិចបន្ទាប់មកគឺរួចរាល់ហើយខ្ញុំថែមនំប៉័ងឲ្យបងម៉ៃ2ចំណិតទៀតខ្លាចគាត់ឆ្អែតពីហ្នឹងក៏មានផ្លែឈើផងដែរដល់ចកចឹងទៅឲ្យគាត់បានផ្លែឈើ3មុខទៅខ្ញុំឲ្យទៅតនេដៃបន្តិចគឺចូលចិត្តណាស់គ្រឿងចិបចប់អញ្ចឹងបន្ទាប់មកខ្ញុំថែមជាប្រភេទណាត់ក្របធញ្ញជាតិហ្នឹងដោយសារបងម៉ៃគាត់ចូលចិត្តមែនតើញ៉ាំទៅឆ្អែតល្អប៉ុណ្ណឹងមកហូបរួចរាល់ហើយបងប្អូនសម្រាប់ឲ្យបងម៉ៃយកទៅធ្វើការហើយខ្ញុំបញ្ជាក់អញ្ចឹងបងប្អូនឆាផ្សិតហ្នឹងបើបងប្អូនចូលចិត្តសាច់អាចថែមសាច់បានហើយអត់ចង់ញ៉ាំដលងញ៉ាំមួយបាយនឹងក៏ឆ្ងាញ់ដែរគាត់ថាខ្ញុំធ្វើឲ្យបងម៉ៃថ្ងៃនេះរៀងប្លែកបន្តិចកុំញ៉ាំតែបាយរហូតពេកយោលើមុនបងម៉ៃទៅធ្វើការឆ្លៀតប្រាប់បងប្អូនបន្តិចសិនសម្រាប់បងប្អូនដែលតែងតែឆាតមកពេកកំងជាមួយនឹងម្សៅនំ pancake អធិស្ឋានមែនតើដែលអត់បានឃើញខ្ញុំឆ្លើយតបដោយសារ page ធំនេះគឺឆ្លើយអត់ទេអញ្ចឹងបងប្អូនចាំបានម្សៅនំ pancake លឿនរហ័សជួយឆាតទៅ page ម្សៅនំ pancake ផ្ទាល់ណាគឺ page Mo and My Kitchen ដែលខ្ញុំដាក់លើវីដេអូនេះម្សៅនំ pancake របស់យើងគឺមានស្តុកទាំងពីររសជាតិតែម្ដងមកកញ្ចប់តែ 15,000 រៀលទេហើយវីដេអូធ្វើម្ហូបរបស់ម៉ៃយកធ្វើការថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងឯងបងប្អូនបើចូលចិត្តពីរបៀបធ្វើកុំភ្លេច share ម្នាក់មួយផងទុកមើលពេលក្រោយជម្រាបលាយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ